ឯងកំពុងនិយាយឈួតស្អីហ្នឹងអានឈិនស៊ីឯងនៅរឹងរូសទៀតហ៎ខ្ញុំអត់ដឹងទេខ្ញុំមិនដែលស្គាល់គាត់សោះហ្មងអ្នកនាងអានអ្នកនាងកុំប្រកែកអីណាជួយអង្វរលោកម្ចាស់ហ្វូឲ្យខ្ញុំផងទៅបើមិនឲ្យឯងស្គាល់ដៃទេឯងប្រហែលជាមិនស្គាល់ទៀបខ្ពស់ទេខ្សែត្បូងនេះច្បាស់ជារបស់ជីងអ៊ឺពាក់ពេលជួយសង្គ្រោះខ្ញុំកាលនោះហើយពួកឯងយកនាងទៅឃុំក្នុងបន្ទប់ក្រោមដីទៅបើគ្មានការអនុញ្ញាតពីខ្ញុំហាមអ្នកណាដោះលែងនាងឲ្យសោះហ្វូមូឈិនខ្ញុំខ្លាចណាស់ហ្វូមូឈិនខ្ញុំខុសហើយកុំទុកខ្ញុំចោលម្នាក់ឯងអីមូឈិនលោកមកហើយហ៎ទុកឱកាសឯងលាងបាបចុះជីងអ៊ឺមិនទាន់ដឹងខ្លួនទេឯងទៅមើលថែនាងឲ្យស្រួលបួលទៅលាងបាបដែលឯងបានសាងទៅជីងអ៊ឺអូនដឹងខ្លួនហើយហ៎ខ្ញុំកាត់អីហ្នឹងអូនឯងល្ងងណាស់ទៅរោងកំបិតជំនួសនាងស្ទើរតែបាត់បង់ជីវិតទៅហើយចាំទុកថ្ងៃក្រោយហាមយកជីវិតទៅប្រថុយដើម្បីអ្នកក្រៅទៀតណាមូឈិនបើអ្នកដែលដេកលើគ្រែនេះជាខ្ញុំតើលោកបារម្ភទេអូនដឹងថាបងបារម្ភពីអូនមិនអីទេបងមូព្រោះអានឈិនស៊ីម្នាក់នឹងវាមិនសមទេបងស្រីអានបងក៏មកដែរហ៎បងមូមិនក៏ទុកឲ្យបងអានឈរនៅនឹងអញ្ចឹងបងស្រីអានមកអង្គុយមកអានឈិនស៊ីជីងអ៊ឺកំពុងនិយាយជាមួយឯងខ្លងមែនបងមូកុំកាច់ពេកមើលបងស្រីអានបងមូរៀងឆេវឆាវបន្តិចហើយបងកុំប្រកាន់គាត់អីណាលីនជីងអ៊ឺឯងមិនបាច់ធ្វើចរិតចឹងទេនាងធ្វើពុតចឹងមិនហត់ទេហីកុំឲ្យខ្នាយមិនព្រមយកឲ្យសោះវើយបងមូត្រជាក់ចិត្តបន្តិចទៅបើនាងដឹងខ្លួនហើយចាត់ទុកថាភារកិច្ចខ្ញុំចប់ហើយខ្ញុំសុំទៅផ្ទះមុនហើយបើនៅទីនេះយូរទៀតខ្ញុំខ្លាចទ្រាំលេងបានឈប់សិនឥឡូវឯងត្រូវតែនៅកំដរលីនជីងអ៊ឺរហូតតតែនាងជាសះស្បើយទាំងស្រុងបងមូមិននឹងបានទៅបងស្រីអានជាប្រពន្ធបងទីនេះមានអ្នកមើលថែខ្ញុំហើយមិនបាច់រំខានគាត់ទេមិនអីទេជីងអ៊ឺនេះជាអ្វីដែលនាងជំពាក់អូនហត់នឿយបងហើយបងស្រីអានលីនជីងអ៊ឺឯងធ្វើពុតរាល់ថ្ងៃចឹងមិនហត់ទេអីមិនក៏ឯងទម្លាក់កំហុសដាក់ខ្ញុំពេលឯងកាច់ឡើងសំបីខ្លួនឯងក៏ហ៊ានធ្វើបាបដែរពិតជាហ៊ានបដូរផ្ដាច់មែនព្រោះឯងបំបែកបំបាក់ខ្ញុំនិងបងមូបើគុំតែមានឯងពេលនេះខ្ញុំខ្លាចជាលោកជំទាវហ្វូបាត់ទៅហើយទោះគ្មានខ្ញុំក៏ឯងមិនអាចរៀបការចូលត្រកូលហ្វូបានដែរបងស្រីអាន